សួរសួស្តីអ្នកនរគ្នាខ្ញុំសៃហាងនេះខ្ញុំមក reaction ទៀតហើយនេះគឺខ្ញុំអត់ reaction វីដេអូចម្រៀងទេគឺខ្ញុំចង់នាំអារម្មណ៍អ្នកនរគ្នាមកមើលវីដេអូព័ន្ធទៅនឹងវប្បធម៌សិល្បៈខ្មែរអូខេឥឡូវយើងទៅមើលវីដេអូអ្នកនរគ្នាដោយសារតែខ្ញុំខ្លាចអ៊ីនធឺណិត start ចឹងខ្ញុំក៏ download ទុកអូខេនេះគឺជាប្រាសាទអង្គរវត្តរបស់យើងគឺជាបេតិកភណ្ឌរបស់ប្រទេសកម្ពុជាអូខេនេះគឺជារូបចម្លាក់អប្សរាហើយនិយាយទៅអប្សរាគឺគាត់មានមកុដម៉ូដច្រើនមែនតើតាមតែខ្ញុំឃើញណាស់អាតខ្លាំងហ្មងណាមកុដមួយនេះនិយាយទៅគឺធ្វើឡើងប្រណិតហ្មងមើលទៅគឺថាមិនមែនអស់លុយតិចទេគឺអស់លុយច្រើនមែនតើមើលទៅហើយចង់និយាយថាចេញមកគឺផ្លឹងហ្មងណាចង់និយាយថាមួយឈុតរបស់អប្សរានេះគឺផ្លឹងតែម្ដងតែគួរឲ្យសោកស្ដាយអត់បានសម្ដែងនៅប្រទេសកម្ពុជាយើងតែខ្ញុំសង្ឃឹមថានឹងមានសម្ដែងនៅប្រទេសកម្ពុជាយើងនិយាយទៅនេះគឺជាអប្សរាគាត់គឺជាអប្សរាចំនួនទី5អញ្ចឹងណាព្រោះដោយសារសាច់អឿងគឺចំណងជើងថាមរតកអប្សរាដ៏ពិសិដ្ឋអញ្ចឹងពាក់ព័ន្ធជាមួយនឹងមរតកអប្សរាគឺការយើងដូចប្រៀបថាយើងនិយាយពីការផ្ទេរតំណែងអីនិយាយទៅខ្ញុំមកដឹងអ្នកស្ដែងរឿងនៅក្នុងនឹងប៉ុន្តែខ្ញុំអាចមើលដឹងថាគាត់ចង់និយាយពាក់ព័ន្ធជាមួយនឹងអប្សរាកាលពីជំនាន់គាត់នឹងហើយមកដល់ឥឡូវហ្នឹងមានចាប់អារម្មណ៍គឺដូចអ្វីដែលខ្ញុំនិយាយចឹងសំបីតាមកុដក៏ខុសគ្នាដែរមកុដអប្សរាចំនួនទី5របស់គាត់នេះក៏ដូចចំនួនកាលហ្នឹង2000មកនេះខ្ញុំចង់ប្រាប់បាត់នេះគឺខ្ញុំនៅក្មេងមែនតើចំនួនទី5ហ្នឹងហើយមកដល់កន្លែងនេះកន្លែងនេះឃើញទេអប្សរាគឺមកុដខុសគ្នាគឺនិយាយទៅគឺយើងចង់និយាយពីមរតកស្នាដៃរបស់បបប្រាស់របស់យើងអញ្ចឹងណាតមកអ្វីដែលខ្ញុំចង់និយាយប្រាប់អ្នកនរគ្នាឥឡូវនេះគឺចង់និយាយថាខ្ញុំអត់ចេះបារាំងទេខ្ញុំក៏អត់ដឹងបកប្រែប្រាប់អ្នកនរគ្នាធម្មតាដែរគ្រាន់តែខ្ញុំដឹងថាគាត់នឹងសម្ដែងនៅប្រទេសបារាំងហើយសម្រាប់ខ្ញុំសង្ឃឹមថានឹងមាននៅប្រទេសខ្មែរហើយនិយាយទៅគឺថាចំណងជើងគឺល្អដឹងតែសាច់រឿងល្អមើល ហើយ
nhom có xôm tốt là kia phong đá bữa sân thì nhom chỉ ấy không ấy chấn á của nhom ai nâng mình chơi ba cho một quầy nâng can chỉ ấy chân có ai nhom chỉ ấy không tích tôi ấy chân còn tái nhom khó là trong phép này kia tha rương một lọ áp saraអង្គវត្តនេះគឺជាស្នាដៃថ្មីសបាតែម្ដងហើយទៅគ្រប់យ៉ាងគឺវគ្គព័ន្ធជាមួយនឹងអាចកំបាំងខ្លាំងព្រោះដោយសារមើលរូបភាពទៅគឺថាល្ងិតអីចឹងណាដោយសារខ្ញុំគឺជាអ្នកតាមដានរបស់ page ទេពមនោរម្យចឹងគឺខ្ញុំតាមដានស្នាដៃរបាំតឡាងស្នាដៃរបស់គាត់ច្រើនទៅខ្ញុំនិយាយតងខ្ញុំស្រឡាញ់មកកត់អប្សរាមិនខ្លាំងណាព្រោះនិយាយទៅម៉ូដរបស់មកកត់អប្សរាមួយនោះគួរឲ្យស្រឡាញ់ហ្មងទី11 ខែ 11 2025 នៅមហោស្រពអត់ស្គាល់ឈ្មោះហេតុតែនេះខ្ញុំស្គាល់ព្រោះខ្ញុំធ្លាប់រៀនខ្លះដែរហ្នឹងអូខេអ្នកនរគ្នានិយាយទៅដូចខ្ញុំនិយាយតែអញ្ចឹងគឺខ្ញុំគឺជាអ្នកតាមដាន page របស់ទេពមនោរម្យអញ្ចឹងរាល់សកម្មភាពរបស់ page គឺខ្ញុំអស់ទៅខ្ញុំឃើញច្រើនគាត់មានសកម្មភាពច្រើនហើយក៏មានស្នាដៃពាក់ព័ន្ធជាមួយនឹងរបាំប្រជាធិបតេយ្យច្រើនតែខ្ញុំសង្ឃឹមថាសាច់រឿងមួយនេះនឹងមានសម្ដែងនៅប្រទេសកម្ពុជានៅថ្ងៃណាមួយហើយខ្ញុំនឹងទៅមើលឲ្យផ្ទាល់ភ្នែកហ្មងព្រោះខ្ញុំចូលចិត្តពាក់ព័ន្ធជាមួយនឹងរបាំគ្រប់របាំទាំងអស់មិនថារបាំបុរាណអំពីនេះឬអ្វីក៏ដោយដែលជាទម្រង់សិល្បៈរបស់ខ្មែរគឺខ្ញុំតែងតែគាំទ្រជានិច្ចតែអ្នកទាំងអស់គ្នាស្រឡាញ់និងគាំទ្រសិល្បៈរបស់ជាតិយើងគឺយើងនាំគ្នាថែរក្សាវប្បធម៌របស់ជាតិព្រោះគាត់នៅប្រទេសបារាំងគាត់នៅតែមានស្មារតីធ្វើសមាគមដើម្បីរក្សាវប្បធម៌ជាតិរបស់យើងអញ្ចឹងយើងដែលនៅប្រទេសខ្មែរយើងក៏ត្រូវតែថែរក្សាវប្បធម៌របស់យើងដូចគ្នាដែរតែអីសិនខ្ញុំមិនប៉ុណ្្នឹងទេអញ្ចឹង complete follow page របស់សមាគមទេពមនោរម្យហើយនឹង page របស់ខ្ញុំផងដែរអូខេ see you bye bye